cái này xong tranh video vậy hay kê lan chị ấy ở tầm mong vừa để sao những người bóng bóng có chào bảo tràn hay là muốn nhầm trộn vậy ấy chân dùng vậy lụm ập time ở mong có bóng bóng tester ta của tình chi gọi chẳng là bóng bóng bây vậy vậy clay tới lan chị ấy ní cứ mình lan xongรับmình cục kia thì nhưng hiện vậy chẳng để sao vì chỉประเภท lan performance lan bài cắt sport mà sân thùng chẳng vì mà mình chỉ lan xong chạy thếចំណុចទី1ដែលក្តៅខ្លាំងរបស់ GS នោះគឺការស៊ីសាំងបងប្អូនចង់ដឹងច្រើនហើយដោយសារឃើញ comment មានអ្នកខ្លះគាត់ថាស៊ីច្រើនអ្នកខ្លះថាស៊ីតិចអញ្ចឹងអារម្មណ៍អ្នកដែលរកទិញហ្នឹងគឺ ស្ទើរមែនតើអញ្ចឹងសម្រាប់ខ្ញុំដែលជីផ្ទាល់ខ្ញុំជាមិនមែនជាអ្នកលក់ខ្ញុំសូមនិយាយការប៉ັດឡាន GS នេះគឺជាឡានដែលម៉ាស៊ីនធំបើយើងជិះក្នុងក្រុងបងប្អូនស៊ីច្រើនដោយសារនៅក្នុងក្រុងយើងស្ទះហើយ stop វាញឹកអញ្ចឹងយើងត្រូវអបប្រាំងរហូតអញ្ចឹងម៉ាស៊ីនវាក្តៅហើយវាបឺតសាំងហ្មងអញ្ចឹងវាចូល100 គីឡូវាអាចចិត្ត20 លីត្រអាចទៅ6 10ទៅ7 10 លីត្រខ្ញុំជិះជាក់ស្ដែងបងព្រោះជិះតែ3 4ជុំអស់ហើយ10 លីត្រនឹងតែ3 4ជុំអស់ហើយតែខ្ញុំអ្នកកាន់ឡានខ្ញុំដឹងថាវាស៊ីមែននៅក្នុងក្រុងប៉ុន្តែបើសិនជាយើងបើកលើផ្លូវលាតចេះអត់អីទេបងប្អូនដូចខ្ញុំជិះទៅស្រុកខ្ញុំផ្លូវជាលីត្រ5ហ្នឹងខ្ញុំជន់បាន900ថេអញ្ចឹងស៊ីចន្លោះពី8ទៅ9 លីត្រទេប៉ុន្តែបើសិនជាយើងជិះលើផ្លូវដែលមានញឹកមានឡានឆ្លងកាត់ច្រើនហើយយើងជន់ប្រាំងរៀងញឹកតិចវាអាចចន្លោះពី10ទៅ11 លីត្រនេះតាមបទពិសោធន៍ខ្ញុំប្រើជាក់ស្ដែងចឹងសម្រាប់កម្រិតស៊ីសាំងខ្ញុំមានប៉ុណ្ណឹងចឹងខ្ញុំសូមចូលទៅដល់ចំណុចក្តៅមួយទៀតតើតើតើវាប្រើធន់អត់ហើយគ្រឿងវាថ្លៃអត់និយាយទៅពពួកលុយស៊ីនេះគ្រឿងវាដឹងតែថ្លៃហើយថ្លៃជាង Toyota គុណនឹង2គុណនឹង3ជាពិសេស GS នេះគេល្បី Metrocode វាថ្លៃមែនបងប្អូនចិត្ត 1000 អីទៅយើងអាចដូរថ្មីបានតែពីមុន 1000 ជាងផងចឹងនិយាយខ្លីទៅគ្រឿងវាថ្លៃគ្រប់យ៉ាងហ្មងតែគ្រាន់ថាវាក៏មិនងាយខូចងាយដែរបើសិនជាបងប្អូនប្រើថែណាហើយឥឡូវខ្ញុំសូមចូលទៅចំណុចមួយទៀតតាក់ទងទៅនឹង option វាគឺច្រើនជាក់ស្ដែងដូចឡានខ្ញុំនេះគឺ full option វាមានយើងចុចដេកអញ្ចឹងចង្កូតវាឡើងចុះដោយសារវាប្រើភ្លើងចង្កូតវាហើយវាមានកៅអីចុចសងខាងទាំងតកុងទាំងអ្នកអង្គុយជាប់ហើយមាន memory seat បើន័យថាយើងចុចចំណាំកៅអីទាបខ្ពស់យើងសម្រាប់តម្រូវយើងអញ្ចឹងមានបានជំរឿសអញ្ចឹងណាបើអ្នកមានអ្នកបើកច្រើនមានប្អូនមានអីគាត់គ្រាន់តែចុចទៅវាអូតូទៅកៅអីប្អូនដែលសេរីស្រាប់អញ្ចឹងវាស្រួលហើយវាក៏មានកៅអីក្តៅត្រជាក់ដូចស្រុកយើងក្តៅអញ្ចឹងយើងអាចដាក់កៅអីត្រជាក់ទៅតែបើស្រុកគេត្រជាក់គេដាក់ក្តៅវិញហើយវាមានម៉ាស៊ីនត្រជាក់វាមានទាំងមុខទាំងក្រោយហើយមួយទៀតតកតងទៅនឹង sensor វាមានមួយជុំពេលដែលយើងអាយ៉ែចិត្តប៉ះអីមួយវា load alert ឲ្យដូចខ្ញុំបើកឲ្យវាប្រើតែបើសិនជាអ្នកនរគ្នាជិះក្នុងក្រុងអីអត់ចង់ឮសំឡេងវារំខានអីយើងអាចបិទវាបានហើយវាក៏មានត្រជាក់ក្តោបវាមានបើកដបូលវាមានកញ្ចក់ឡើងចុះពេលយើងអាយ៉ែថយក្រោយហើយមួយទៀតវាមានកន្លែងឡុកក្មេងមិនថាក្មេងពីក្នុងបើកអត់បានទេដល់ពេលដែលយើងចុចលើនេះហើយតើយើងបើកពីក្រៅបានហើយវាក៏មានរីដូក្រោយមួយទៀតឡាននេះគឺប្រើ smart key ដែលមានប៊ូតុងចុចរហូតដល់5កន្លែងតែខាងក្រោយនេះគឺយើងចុច smart key ដែរហើយវាជាប្រភេទទ្វារបើកទៀតខាងក្រោយហ្នឹងណាអញ្ចឹងចំណុច option មានប៉ុណ្ណឹងសម្រាប់អ្នកដែលគាត់ធ្លាប់ប្រើអាចមានលើហ្នឹងអាច comment បានអញ្ចឹងខ្ញុំសូមចូលដល់សំណួរក្តៅមួយដែរតើពន្ធផ្លូវបង់មួយឆ្នាំប៉ុន្មានសម្រាប់ឡាន GS នេះគឺយើងបង់មួយឆ្នាំ 60,000 ថ្លៃគួរសមដែរប៉ុន្តែគាត់ថាវាមួយឆ្នាំបង់ម្ដងទេហើយចំពោះតម្លៃហាងឆេងរបស់ GS 300ឥឡូវនេះគឺវារៀងធូរជាងមុនច្រើនដោយសារការខ្ញុំទិញចន្លោះពី15 16 17ខ្ញុំ search ក្នុងខ្មែរ24តែឥឡូវខ្ញុំ search ទៅខ្ញុំឃើញរៀងទាបដោយសារឥឡូវនេះវាមានឡានថ្មីវាយលុកច្រើនអញ្ចឹងណាហើយសាំងឥឡូវក៏វារៀងថ្លៃដែរដែលធ្វើឲ្យបងប្អូនមួយចំនួនគាត់អត់សូវមានលទ្ធភាពក្នុងការចាក់សាំងទេអញ្ចឹងធ្វើឲ្យតម្លៃវារៀងចុះគួរសមដែលបងប្អូនចង់បានឡានស្អាតអាចត្រៀមលុយថាចន្លោះថា15ចុះ14 15ហ្នឹងឬក៏16ចុះអញ្ចឹងបងប្អូនអាចទិញបានឡានស្អាតហើយជាចុងក្រោយបងប្អូនថាតើគួរទិញ GS អាហ្នឹងខ្ញុំមិនអាចឆ្លើយបានទេវាអាស្រ័យទៅលើតម្រូវការបងប្អូនគាត់ថាអូអ្វីដែលខ្ញុំនិយាយហ្នឹងបងប្អូនអាចទទួលយកបានការចាក់សាំងបងប្អូនអាចទទួលយកបានបងប្អូនទិញជីទៅ brand លុយស៊ីវាមិនអន់ទេបងប្អូនគ្រាន់តែថាវាចំណាយខ្ពស់បន្តិចអញ្ចឹងណាហើយបើសិនជាអ្នកមានគ្រួសារចង់បានឡានទលាយដប់កូនដប់អីច្រើនខ្ញុំអត់ recommend ឲ្យទិញទេអញ្ចឹងណាវាជាអៀនបន្តិចហ្នឹងហើយបងប្អូនតាក់ទងនឹងការងារហែកគេ GS ហ្នឹងគឺមានប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការទស្សនាបាយបងប្អូន